បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទក៏មានមុខម្ហូបមួយមុខទៀតហើយបងប្អូនគឺយើងមកប្រដាំងត្រីក្រាញ់យើងហ្នឹងបងប្អូនហ្នឹងហើយក៏មុខម្ហូបមួយមុខនេះដែរជាមុខម្ហូបពិសេសណាបងប្អូនប្រហែលជាបងប្អូនខ្លះក៏គាត់ធ្លាប់បានហូបបងប្អូនខ្លះក៏គាត់មិនធ្លាប់ដែលបានហូបបានធ្វើដែរហ្នឹងហើយបងប្អូនហើយបើសិនជាបងប្អូនខ្លះដែលគាត់ធ្លាប់បានហូបបានធ្វើនឹងហើយបើសិនជាមានការធ្វើខុសពីខ្ញុំអីសូមបងប្អូនជួយខមមិននៅក្រោមវីដេអូខ្ញុំនេះបានហ្នឹងហើយបងប្អូនហើយនេះបងប្អូនក៏យើងក៏ចាប់ផ្ដើមមកធ្វើត្រីយើងដើម្បីយកចង្ការវាចេញអញ្ចឹងណាបងប្អូនយើងដើម្បីកោសចង្ការវាចេញឲ្យអស់អញ្ចឹងទៅហើយក៏លាងទឹកវាពុះវាកាត់ក្បាលវាចេញឲ្យវាស្អាតលាងឲ្យវាសឲ្យវាឈ្គូសអីចឹងណាបងប្អូនបើយើងចាប់ផ្ដើមយើងយកមកស្លមកអីទៅបានវាហូបឆ្ងាញ់ហ្នឹងហើយក៏ត្រីយើងនេះគឺត្រីស្រែគឺសិតតែថត់តែម្ដងបងប្អូនហើយគឺសិតតែខ្លាញ់ខ្ញុំវាទៅសិតតែខ្លាញ់ត្រីយើងនេះគឺឆ្ងាញ់ហូបទៅពេញមាត់តែម្ដងត្រីក្រាញ់នេះតែត្រីក្រាញ់ក៏វារៀងឆ្អឹងបន្តិចយើងហូបទៅបើមិនប្រយ័ត្នវាអាចនឹងស្លាក់ឆ្អឹងវាចឹងណាបងប្អូនហើយនេះក៏យើងមកចាប់ផ្ដើមលាងត្រីយើងឲ្យបានច្រើនទឹកទៅបងប្អូនហ្នឹងហើយយើងត្របាច់វាឲ្យវាអស់ជាតិឈាមវាហ្នឹងហើយនឹងជាតិអំបិលវាខ្លះចឹងណាហើយយើងក៏កោសវាអញ្ចឹងមកឲ្យវាបានសឲ្យវាបានស្អាតសខ្ចីញញអញ្ចឹងណាបងប្អូនហ្នឹងហើយបើសិនជាបងប្អូននេះចង់ធ្វើហូបបងប្អូនមិនធ្លាប់ហូបនៃមុខម្ហូបនេះហើយក៏ចង់ធ្វើហូបអាចទៅមើលវីដេអូខ្ញុំនេះបានហើយក៏ធ្វើតាមខ្ញុំបានគឺងាយស្រួលទេបងប្អូនគ្រឿងវាក៏មិនមានអីច្រើនដែរគឺដូចជាគ្រឿងសម្លយើងស្លទូទៅដែរទេគ្រាន់តែយើងមាននៃគ្រឿងផ្សេងខ្លះដែលយើងត្រូវដាក់វាអញ្ចឹងណាបងប្អូនហើយនេះបងប្អូនក៏ត្រីយើងធ្វើរួចរាល់ណាគ្រឿងក្រៅដែលយើងសម្រាប់ទុកយើងស្លយើងអីនេះជាម្លក់ទេបងប្អូនឃើញទ្របតំពីទៅសក់ហ្នឹងជាម្លក់អញ្ចឹងណាបងប្អូនហើយនេះគ្រឿងដែលយើងទុកស្លហ្នឹងឯងបងប្អូនហើយគ្រឿងដែលស្លហ្នឹងដូចខ្ញុំប្រាប់ថាអញ្ចឹងគឺអំបិលស្ករប៊ីចេងប្រហិលប្រហុកអីអញ្ចឹងធម្មតាដូចជារឿងគ្រឿងយើងស្លសម្លផ្សេងទៀតដែរទេបងប្អូនគ្រាន់តែយើងថែមនៅគ្រឿងខ្លះថែមទៀតអញ្ចឹងណាបងប្អូនមានពិលមានមើមខ្ទឹមមានគល់ក្រៃមានម្រះប្រូវអីអញ្ចឹងហើយនេះក៏យើងមកចាប់ផ្ដើមកាត់គល់ក្រៃយើងកង់ដើម្បីយើងដាក់ទ្របនៅក្រោមបាតឆ្នាំងយើងអញ្ចឹងណាបងប្អូនយើងដំវាបែកតិចចឹងមកហើយក៏យើងកាត់វាជាពីរកង់ទៅយើងដាក់ចូលនៅក្នុងឆ្នាំងយើងតម្រៀបវាហើយចាប់យើងដាក់ត្រីដាក់អីចឹងចូលចឹងណាយើងដាក់ទៅក្រោមវាសិនហ្នឹងហើយបងប្អូនហើយបើបងប្អូនដែលបានទស្សនាវីដេអូនេះហើយដែលខ្ញុំថាអញ្ចឹងបើសិនជាបងប្អូនដែលធ្លាប់ធ្វើហូបនៃប្រដាំងត្រីនេះដែរបើសិនជាមើលខ្ញុំទៅខុសពីបងប្អូនអីបងប្អូនអាចខមមិននៅក្រោមវីដេអូខ្ញុំនេះបានហ្នឹងហើយបងប្អូនហើយនេះបងប្អូនក៏យើងយកត្រីយើងមករៀបមកដាក់វាអញ្ចឹងមកគឺខ្ញុំស្លងហើយនេះប្រដាំងត្រីតែ4ទេបងហើយបងប្អូនទៅត្រីវារៀងក្រាញ់ធំដែរអញ្ចឹងហើយនេះក៏យើងដាក់ថែមមើមខ្ទឹមវាដំវាឲ្យរៀងបែកតិចមកយើងដាក់ឲ្យវាឈ្ងុយខ្ទឹមនេះយើងដាក់ឲ្យវាកាត់ជាតិឆ្អាបហើយក៏វាឈ្ងុយដែរបងប្អូនហ្នឹងហើយយើងក៏ដំវាបែកអញ្ចឹងមកយើងដាក់ត្រឹម3កាពិឬ4កំពឹសអីអញ្ចឹងទៅហ្នឹងបងប្អូនហ្នឹងហើយនេះក៏យើងមកចាប់ផ្ដើមដាក់អំពិលដាក់ម្ទេសយើងចូលមកជូរអំពិលយើងហើយអំពិលនេះដែរបើសិនជាបងប្អូនចូលចិត្តរៀងជូរជះក៏ដាក់ច្រើនតិចទៅហើយបើបងប្អូនថាមិនចូលចិត្តរៀងជូរខ្លាំងទេជូរល្មមបងប្អូនដាក់តាមល្មមដែលបងប្អូនណែចូលចិត្តចឹងណាបងប្អូនហើយនេះក៏យើងថែមប្រហុកយើងមកបន្តិចទៀតបងប្អូននឹងឲ្យវាមានកាន់តែរសជាតិចឹងណាគឺយើងស្លយើងត្រូវដាក់ប្រហុកត្រឹម2ចង្វាឬ3ចង្វាអីទៀតតាមអាស្រ័យលើប្រហុកបងប្អូនធំឬទូចអីបងប្អូនដាក់ទៅតាមហ្នឹងទៅបងប្អូនហើយក៏យើងដាក់អំបិលស្ករប៊ីចេងយើងចូលទៅហើយចឹងហ្នឹងហើយក៏យើងនិយាយទៅបើគ្រឿងក្រៅគឺប្រដាំងត្រីមួយមុខនេះគឺសម្លមួយមុខនេះគឺយើងដាក់គ្រឿងក្រៅឲ្យហើយតែម្ដងទាំងអស់បងប្អូនគឺយើងដាក់នៅម្រះប្រូទៅចុងក្រោយទេហើយនេះដែរបងប្អូនខ្ញុំក៏មានលាយទ្របខ្លះដែរđểធ្វើបន្លែវាហ្នឹងគឺទ្របនេះពេលខ្លះយើងក៏ដាក់ទុកហូបឆៅខ្លះក៏យើងដាក់នៅក្នុងនោះឲ្យឆ្អិនខ្លះអញ្ចឹងណាបងប្អូនហ្នឹងហើយនេះបងប្អូនក៏យើងរៀបរួចរាល់ហើយក៏យើងយកវាទៅចម្អិននៅលើភ្លើងដាក់វាមួយសន្ទុះឲ្យវាយូរបន្តិចទៅហ្នឹងហើយបងប្អូនសម្លនេះក៏យើងស្លជាមិនយូរប្រហែលដែរគឺងាយលឿនដែរទេបងប្អូនហ្នឹងហើយនេះក៏យើងបេះម្រះប្រូយើងសម្រាប់ទុកដាក់នៃវាចុងក្រោយអញ្ចឹងណាបងប្អូនគឺដូចខ្ញុំថាអញ្ចឹងគឺគ្រឿងក្រៅវាគឺយើងផ្សំដាក់ហើយទាំងអស់មកឲ្យរួចរាល់តែម្ដងបងប្អូនហ្នឹង
ហើយនេះមកមើលអូក៏ឆ្អិនតែម្ដងបងប្អូនអើយគឺជាតែម្ដងមើលហើយក៏លេបទឹកមាត់ខ្លួនឯងទៀតហើយក៏យើងយករកម្រះប្រូយើងមករាយវាដាក់ចឹងណាបងប្អូនហើយម្រះប្រូនេះដែរបងប្អូនកុំដាក់ទុកវាយូរពេកយើងដាក់តាមកល្មមស្លោកតិចក៏យើងចាប់ផ្ដើមលើកវាចេញមកបងប្អូនហ្នឹងហើយក៏យើងកុំដាក់វាយូរហើយឥឡូវនេះក៏យើងឆ្អិនហើយនេះបងប្អូនក៏យើងលើកយកមកដាក់នៅលើថាសយើងនេះបងប្អូនដួសដាក់លើថាសតំណងណាបងប្អូនអើយមើលនេះគឺមលក់តសក់ពពាយយើងនឹងទ្របយើងនឹងទៀតគឺឆ្ងាញ់តែម្ដងបងប្អូននេះក៏យើងចាប់ផ្ដើមហូបឲ្យបងប្អូនមើលហើយឲ្យបងប្អូនស្រក់ទឹកមាត់តាមនៃការហូបខ្ញុំនេះបងប្អូនគឺមាត់តែម្ដងឆ្ងាញ់ណាស់បងប្អូនអើយបងប្អូននឹងហើយបើបងប្អូនបើបានទស្សនានីវ៉ូតអូនេះហើយបើសិនជាមានការខុសឆ្គងអីត្រង់ណាឬមួយបញ្ចូលសម្លេងទៅពាក្យពេចន៍ណាមិនសមរម្យអីបងសូមបងប្អូនខន្តីអភ័យទោសចំពោះរូបខ្ញុំបាទផងនឹងហើយបងប្អូនគឺធម្មតាយើងតែងតែមានកន្លែងខ្លះគឺវាមានខុសមានអីតិចតួចចឹងហើយនឹងហើយបងប្អូនហើយនេះបងប្អូនគឺយើងហូបអញ្ចឹងមកណាបងប្អូនគឺយើងមានមលក់មានអីតែមលក់នេះបើសិនជាបងប្អូនអាចមានជាស្ពៃក្តោបក៏អាចនិយាយទៅអាស្រ័យទៅលើមលក់បងប្អូនចូលចិត្តដែរបងប្អូនតែជាភាគច្រើនគឺត្រូវជាងគេទ្របនឹងពពាយទៅសក់អីហ្នឹងគឺត្រូវតែម្ដងហ្នឹងហើយបងប្អូនបើមាននឹងផ្កាស្នោដូចជាផ្កាកំប្លោកអីទៀតក៏ឆ្ងាញ់ដែរបងប្អូនគឺមលក់ហ្នឹងគឺត្រូវតែម្ដងតែនេះខែនេះវាមិនសូវមានគញ្ចឹងហើយខ្ញុំមានតែពពាយមានតែសក់នឹងទ្របស្រួលយើងហ្នឹងបងប្អូនហ្នឹងហើយនេះបងប្អូនគឺចាញ់នេះទ្របដែលយើងដាក់នៅក្នុងហ្នឹងអញ្ចឹងបងប្អូននេះវាឆ្អិនហើយវារាងក្តៅទីដែរហូបទៅវាមិនមានបានពេញមាត់ទេដោយសារវាក្តៅទ្របបងប្អូនហ្នឹងហើយនេះគឺឆ្ងាញ់តែម្ដងជាមួយនឹងពពាយយើងនេះបងប្អូនអើយគឺមើលមាត់ទៅបងប្អូនហ្នឹងហើយគឺឆ្ងាញ់ញិចម្ទេសតិចទៀតដាក់ទៅគឺជាតិតែម្ដងហ្នឹងហើយបងប្អូនហើយនឹងឲ្យបងប្អូនបើសិនជាបងប្អូននេះចង់ធ្វើហូបអីបងប្អូនមិនដែលបានហូបនៃសម្លមួយមុខនេះបងប្អូនអាចក៏ធ្វើតាមខ្ញុំបានហ្នឹងហើយបងប្អូនដោយតែខ្ញុំថាអញ្ចឹងគ្រឿងងាយស្រួលទេបងប្អូនមើលតែក្នុងវីដេអូទៅបងប្អូនអាចធ្វើហូបបានដូចគ្នាហ្នឹងហើយបងប្អូនហើយនឹងឲ្យបងប្អូនក៏វីដេអូយើងក៏មិនមានអីជាច្រើនទៀតដែរក៏មានតែត្រឹមប៉ុណ្្នេះឯងបងប្អូនហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ហើយនឹងចូលចិត្តវីដេអូខ្ញុំនេះបាទក៏សូមជួយចុច like និង share វីដេអូ follow page ខ្ញុំមួយផងហើយជម្រាបលាបាយបងប្អូនទាំងអស់គ្នា